មាន challenge នឹង competition ជាច្រើនបូករួមទាំងគេផ្ដោតទៅលើផ្នែកចំណេះដឹងហើយនិងផ្នែកសម្រស់អញ្ចឹងពាក់ព័ន្ធមួយការវឹកហាត់សមត្ថភាពតើស៊ីណូបែងចែកពេលវេលានិងថែទាំខ្លួនឯងដូចម្ដេចខ្ញុំត្រឡប់ទៅវ័យក្មេងបានខ្ញុំនឹងប្រើជីវិតប្រចាំថ្ងៃឲ្យគេហៅថាមានរបៀបជាងហ្នឹងហាត់ប្រាណញ៉ាំឲ្យគ្រប់គ្រាន់ដែលសំខាន់គឺនឹងចូលទៅប្រើវីតាមីនឲ្យលឿនជាងហ្នឹងព្រោះសិនតែយើងចាប់ផ្ដើមប្រើពីក្មេងហ្នឹងពេលដែលយើងក្មេងហ្នឹងមកដល់ឥឡូវយើងអាចនឹងក្មេងជាងឥឡូវពេលដែលយើងចាស់ហើយទៅប្រើចាអាចនឹងក្មេងជាងហ្នឹងទៀតអញ្ចឹងណាអ្នកគ្រូជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំណាណូនឹងមកណែនាំវិធីការថែសម្រស់សុខភាពប៉ុន្តែថ្ងៃហ្នឹងណាណូមិនមែនមកម្នាក់ឯងទេយើងមានភ្ញៀវគេទៅចូលរួមដែរអញ្ចឹងយើងទៅជួបជាមួយនឹងអ្នកគ្រូទាំងអស់គ្នាជំរាបសួរអ្នកគ្រូថ្ងៃនេះនាងខ្ញុំដុកទ័រវ៉ាតីមកចូលរួមចែករំលែកអំពីការថែទាំសម្រស់ស្បែកសក់និងក្រចកពាក់ព័ន្ធទៅនឹងអាហារូបត្ថម្ភផងដែរចាជំរាបសួរអ្នកគ្រូវ៉ាតីនិយាយទៅថ្ងៃហ្នឹងខ្ញុំចង់មកពីគ្រូវិធីការថែសម្រស់បន្តិចបន្តួចថែមពីអ្នកគ្រូវ៉ាតីអញ្ចឹងណាអញ្ចឹងខ្ញុំចង់សួរអ្នកគ្រូវ៉ាតីថាជាទូទៅអ្នកជំងឺដែលមកពីគ្រូតែដឹងទៅលើការថែរក្សាសម្រស់សុខភាពដូចខ្ញុំផ្ទាល់យើងដឹងបន្តិចបន្តួចបងប៉ុន្តែខ្ញុំចង់ដឹងថាមានភ្ញៀវដទៃផ្សេងដែលគាត់អត់ទាន់ដឹងវិធីការថែសម្រស់សុខភាពខ្លួនឯងនៅចំណាក់ខ្វះខាតនៅកន្លែងណាខ្លះបងដែលមនុស្សស្រីយើងជាទូទៅអាសាផ្លេចអញ្ចឹងណាជាទូទៅក្នុងការថែទាំសម្រស់បងប្អូននារីក៏ដូចជាបងប្អូនទាំងអស់គ្នាភាគច្រើនគាត់ភ្លេចទៅលើការថែទាំ skin care ឲ្យបានត្រឹមត្រូវពាក់ព័ន្ធជាមួយនឹងការ skin care អ្វីដែលគាត់ភ្លេចច្រើនជាងគេគឺភ្លេចការពារកម្ដៅថ្ងៃព្រោះថារាល់ថ្ងៃគាត់មាន product គាត់ច្រើនណាម្នាក់មានច្រើនណាថាចង់7ជាន់ណាក៏ប៉ុន្តែមានរឿងមួយមានន័យថាគាត់លាបក្រែមការពារកម្ដៅថ្ងៃហ្នឹងអត់បានគ្រប់គ្រាន់ទន្ទឹមនឹងថែមនឹងទៀតហ្នឹងគឺការថែទាំសម្រស់ជាប្រចាំថែទាំសម្រស់ជាប្រចាំយើងមិនមែនសំដៅលើការកាយសម្ផស្សតែមួយមុខទេខ្ញុំឧទាហរណ៍ថាច្រមុះភ្នែកយើងកែទៅឃើញស្អាតភ្លាមហើយប៉ុន្តែគុណភាពរបស់ស្បែកសក់និងក្រចកមានន័យថាហ្នឹងត្រូវការថែទាំជារៀងរាល់ថ្ងៃបានឲ្យយើងក្មេងបានព្រោះថាឧទាហរណ៍ថាសក់កញ្ចក់ស្បែកព្រោះថាយើងចង់កែភ្លាមឲ្យស្អាតណាបបាក់អីប៉ុន្តែបើយើងការថែទាំប្រចាំថ្ងៃគេហៅថា maintenance ជាមួយនឹង skin care ឬក៏ពពួក facial skin rejuvenation ឬក៏ពពួករបបអាហារហ្នឹងយើងផ្ដោតទៅលើពពួក protein ពពួក collagen ពពួក vitamin ហើយក្នុងហ្នឹងវាមានទាំងនៅក្នុងរបបអាហារនិងនៅក្នុង supplement មួយចំនួនចាដូចខ្ញុំផ្ទាល់អីខ្ញុំចង់ដឹងថាពីការចាប់ផ្ដើមថែសម្រស់ដូចពីវ័យក្មេងដូចខ្ញុំនិយាយបន្តពីវ័យក្មេងខ្ញុំអត់សូវដឹងពីព្រោះអីពីក្មេងយើងចេះចង់ផាត់មុខ make up ស្អាតយើងគិតថាមនុស្សយើងស្អាតដោយសារការ make up អញ្ចឹងណាខ្ញុំចង់សួរអ្នកគ្រូថាបើសិនជាយើងនៅវ័យក្មេងយើងចាប់ផ្ដើមថែសម្រស់ចាប់ពីអាយុពីប្រហែលទៅហើយវិធីការថែសម្រស់ចាប់ផ្ដើមពីវ័យក្មេងមកដល់បច្ចុប្បន្នគឺចាប់ផ្ដើមពីមិនអីមកចឹងអ្នកគ្រូបើនិយាយរួមពាក់ព័ន្ធជាមួយនឹងការថែសម្រស់ហ្នឹងនិយាយរឿងចាប់ផ្ដើមពីយើងកើតមកឬក៏ក្មេងក្រោមជាង2ឆ្នាំឬក៏លើ2ឆ្នាំមានន័យថាការថែទាំស្បែកសក់កញ្ចក់មានន័យថាខ្លួនយើងទាំងមូលឧទាហរណ៍ថារាល់ថ្ងៃបើនិយាយតាំងពីក្មេងមកក្រោម10ឆ្នាំហ្នឹងណាប៉ាម៉ាក់ហ្នឹងគឺអត់សូវបានថែទាំទៅលើការលាបគេថា skin care ណាក្មេងក៏មាន skin care ដែរហើយ skin care ហ្នឹងគឺផ្ដោតទៅលើសំណើមមានន័យថាយើងចង់ឲ្យសំណើមរបស់ក្មេងហ្នឹងមានសំណើមបានល្អពាក់ព័ន្ធជាមួយនឹង skin care ក្រែមផ្ដោតសំណើមនិងក្រែមការពារកម្ដៅថ្ងៃឲ្យបានគ្រប់គ្រាន់ព្រោះថាគាត់ច្រឡំថាចេះក្មេងពេកអត់លាប skin care ទាំងអស់ហ្នឹងឯងខ្លាចជាតិគីមីចូលខ្លួនមិនមែនទេពពួក skin care ក៏មានធ្វើតម្រូវសម្រាប់ក្មេងផ្ដល់សំណើមក៏សម្រាប់ក្មេងហើយនឹងការពារកម្ដៅថ្ងៃក៏សម្រាប់ក្មេងហើយមួយទៀតធម្មតាតាំងពីក្មេងមកយើងអត់ទាន់យល់ដឹងអំពីការថែទាំសម្រស់ហើយអញ្ចឹងពាក់ព័ន្ធមួយរបបអាហារហើយនឹងពាក់ព័ន្ធការញ៉ាំទឹកឯងឲ្យបានគ្រប់គ្រាន់ហើយយើងឃើញថាស្បែកគាត់ស្ងួតហើយកាលណាតែស្បែកស្ងួតស្បែកអត់មានគុណភាពវាទៅទាំងអស់ទាំងស្បែកទាំងសក់ទាំងកញ្ចក់ហ្នឹងមានន័យថាឆាប់ខូចឆាប់ allergy ឆាប់ប្រតិកម្មឆាប់រមាស់ឆាប់ឡើងកន្ទួលក្រហមហើយបើពាក់ព័ន្ធមកដល់រៀង teenager តិចយើងប្រើប្រាស់ skin care ហ្នឹងច្បុកច្បល់ពេកច្បុកច្បល់ហ្នឹងមានន័យថាគាត់អត់បានគាត់ចាច់ខ្លួនឯងថាគាត់ហ្នឹងស្បែកប្រភេទនេះប្រភេទនោះអញ្ចឹងគាត់ការទៅរើស skin care ហ្នឹងគឺរើអត់ត្រូវនឹងខ្លួនគាត់អញ្ចឹងធាតុពិតជាក់ស្ដែងណាធម្មជាតិរបស់គាត់ស្អាតប៉ុន្តែកាលណាគាត់ប្រើប្រាស់ skin care អត់ត្រូវនឹងគេថា skin type ប្រភេទស្បែករបស់ខ្លួនឯងវាទៅជាឡើងមុនវាទៅជាឡើងសរសៃក្រហមទៅជាស្បែកស្ដើងហើយដល់ពេលវ័យកាន់តែចម្រើនមកទៀតហ្នឹងមានន័យថាគាត់ក៏អត់បានព្យាបាលជាពិសេសក្មេងៗអត់បានព្យាបាលមួយអាគាត់ flare up មានន័យថា acne គាត់ flare ចេញមុនខ្ទុះមួយគាត់
ព្យាបាលអត់ទាន់ពេលវេលាហើយគាត់រើសអត់ត្រូវកន្លែង ចា ហើយចំពោះសៃណូវិញខ្ញុំឃើញថាខាងយើងប្រឡងជាផ្នែកប្រកួតសម្រស់ណាមាន challenge និង competition ជាច្រើនបូករួមទាំងគេផ្ដោតទៅលើផ្នែកចំណេះដឹងហើយនិងផ្នែកសម្រស់អញ្ចឹងពាក់ព័ន្ធមួយការវឹកហាត់សមត្ថភាពហើយទន្ទឹមនឹងហ្នឹងយើងត្រូវថែខ្លួនយើងឲ្យស្អាតទៀតទាំងស្បែកទាំងសក់ទាំងកញ្ចក់តើសៃណូក្រោមនៅសម្ពាធបែបហ្នឹងតើសៃណូបែងចែកពេលវេលានិងថែទាំខ្លួនឯងដូចម្ដេច ចាចំពោះខ្ញុំផ្ទាល់ដូចកាលពីប្រហែលឆ្នាំមុនខ្ញុំរវល់ក្នុងការប្រកួតប្រជែងហើយតែគេគ្រប់គ្រាន់ញ៉ាំអត់ទៀងពេកអញ្ចឹងហើយដល់ពេលហត់ពេកយើងក៏អត់មានពេលទៅហាត់ប្រាឬក៏អីគ្រប់គ្រាន់អញ្ចឹងធ្វើមានថាបាក់សម្រស់ឲ្យពេលខ្លះពេលដែលយើងអត់ make up មានមើលថាយើងអត់ស្អាតទេយើងស្អាតតែពេល make up អត់បានទេព្រោះអីយើងជាមនុស្សមហាជនពេលខ្លះយើងមិន make up បានគ្រប់ពេលវេលាពាក់ព័ន្ធមួយការដូចថាពេលវេលាវាមានយកឲ្យ rush សម្រាប់ជីវិតយើងតែសៃណូធ្វើមិនដើម្បីឲ្យខ្លួនឯងហ្នឹងនៅតែស្អាតអញ្ចឹងមានវិធីអីដែរសៃណូធ្វើខ្ញុំផ្លាស់ប្ដូររបបការញ៉ាំប៉ុន្តែហើយក៏បើសិនជាមានពេលវេលាបន្តិចតួចខ្ញុំក៏ឆ្លៀតទៅហាត់ប្រាណហើយក៏គេឲ្យទៀងពេកឲ្យគេយប់ជ្រៅពេកអញ្ចឹងណាចាចុះបើប្រកួតពេលទៅហាអាពេលញ៉ាំហ្នឹងក៏អត់ទៀងពេកហើយយើងនិយាយទៅយើងអត់ពេលញ៉ាំហ្មងអញ្ចឹងសៃណូធ្វើម៉េចដើម្បីឲ្យអាសារពាង្គកាយរបស់យើងវានៅតែស្បែកសក់កញ្ចក់យើងនៅតែស្អាតនៅតែ strong អញ្ចឹងសៃណូមានចំណុចអីដែលអាចចែកម្លែកទៅបងប្អូនទាំងអស់គ្នាបានចាអាចនិយាយថាខ្ញុំអត់ដឹងថាមហាជនគាត់មើលឃើញខ្ញុំប្លែកប៉ុន្តែខ្ញុំក៏បានការសរសើរពីមហាជនក៏ fan ដែរថាឃើញខ្ញុំហ្នឹងរៀងស្អាតជាងមុនហើយរៀងក្មេងជាងមុនអានេះតាមអ្នក comment អញ្ចឹងណាប៉ុន្តែខ្ញុំបានប្រើជាមួយនឹងផលិតផលមួយអញ្ចឹងណាគ្រូចាផលិតផលហ្នឹងជាលាបមុខឬក៏ជាទូទៅជាប្រភេទផលិតផលញ៉ាំអូខេពាក់ព័ន្ធមួយសៃណូខ្ញុំឮសៃណូនិយាយថាដោយសារចូលកម្មវិធីច្រើនប្រឡងហើយយើងទម្លាប់ make up អញ្ចឹងទម្លាប់ make up មានន័យពេល make up មិនស្អាតមែនទេអញ្ចឹងឥឡូវសៃណូមកដល់ថ្ងៃហ្នឹងរៀនឡាយមានន័យថាយល់ឃើញថាតែសម្រស់យើងគួរតែផ្ដោតទៅលើពេល make up មិនស្អាតឬក៏ចង់ថែទាំឲ្យចេញពីក្នុងមកគេថាគេស្អាតចេញពីក្នុងណាបើចំពោះខ្ញុំខ្ញុំចង់ស្អាតពីខាងក្នុងដោយសារតែបើសិនជាយើងអត់ make up ឲ្យស្អាតទៅពេលយើងកាន់តែ make up កាន់តែស្អាតចាតែបើសិនជាយើងអត់ស្អាតទៅ make up ស្អាតតែមួយយ៉ាងក៏អត់បានបើសិនយើងជឿរើសមិនចង់ស្អាតទាំងពីរទាំងមកចាអ្នកចាចាអ្នកគ្រូចឹងខ្ញុំចូលមានសំណួរសួរអ្នកគ្រូបន្តិចតួដោយសារតែខ្ញុំប្រើជាមួយនឹងវីតាមីន Perfectil ប៉ុន្តែអ្វីដែលខ្ញុំឃើញពីការផ្លាស់ប្ដូរខ្លួនឯងទៅលើសក់កញ្ចក់ស្បែកចឹងអ្នកគ្រូរយៈពេល3ខែតែអ្វីដែលខ្ញុំឃើញប្លែកជាងគេទៅស្បែកចឹងខ្ញុំចង់សួរថាជាទូទៅមនុស្សយើងគឺអាចនិយាយថាស្ថានភាពមនុស្សយើងគឺប្រើទៅប្លែកដូចគ្នារយៈពេលក្នុងការប្រើហ្នឹងដូចគ្នាឬក៏អ្នកខ្លះយូរជាងឬក៏លឿនជាងដែរអ្នកគ្រូពាក់ព័ន្ធមួយសំណួរហ្នឹងវាពិតជាខុសគ្នាមែនពាក់ព័ន្ធទៅលើស្បែកសក់និងកញ្ចក់ជាក់ស្ដែងបើសិនជាយើងញ៉ាំពួក supplement មួយចំនួនឬក៏យើងធ្វើ program របបអាហារក៏ដោយក៏មិនមែនថាយើងកំពុងតែសក់ស្បែកកញ្ចក់យើងអត់ល្អទេអត់សូវដុសល្អទេហើយយើងញ៉ាំថ្ងៃហ្នឹងយើងចង់បានផលស្អែកអត់ទាន់បានទេវាពាក់ព័ន្ធទៅនឹងគេថា biological នៅក្នុងខ្លួនយើងការលូតលាស់របស់ស្បែកសក់និងកញ្ចក់ហ្នឹងគឺវាធម្មជាតិគឺវាខុសគ្នាអញ្ចឹងផ្ដោតទៅលើចំណុចហ្នឹងដែរហ្នឹងគឺយើងឃើញថាទៅលើស្បែករយៈពេលបើសិនជាយើងញ៉ាំពួក supplement ឬក៏យើងធ្វើ program របបអាហារល្អវីតាមីនបន្លែផ្លែឈើ collagen អីគ្រប់គ្រាន់ណាក៏ត្រូវការយ៉ាងហោចណាស់ក៏ពី4ទៅ6សប្តាហ៍ដែរហើយពី4ទៅ6សប្តាហ៍យើងឃើញថាស្បែកយើងចាប់ផ្ដើមរៀងថ្លាហើយបើចំពោះសក់វិញវាអាច take time រៀងយូរជាងស្បែកតិចវាអាចពី6សប្តាហ៍រហូតដល់2ខែហើយចំពោះកញ្ចក់វិញទាំងកញ្ចក់ដៃកញ្ចក់ជើងហ្នឹងរៀងយូរជាងគេបន្តិចគឺ take time មានន័យថាយើងប្រើរយៈពេលពី2ខែរហូត2ខែទៅដល់8សប្តាហ៍រហូតដល់12សប្តាហ៍ហេតុអីអាហ្នឹងវាផ្អែកទៅលើ science មានន័យថាវិទ្យាសាស្ត្រក្នុងខ្លួនយើងក្នុងការសក់កញ្ចក់ហ្នឹងវាលូតលាស់ទៅតាមរយៈពេលផ្សេងគ្នាវាស្របទៅតាមធម្មជាតិយើងគ្រាន់ថាយើងធ្វើ program របបអាហារក៏ដូចជា supplement ហ្នឹងវាជួយទៅពន្លឿនការជួសជុលធម្មជាតិយើងឲ្យដុសឲ្យសក់ដុសកញ្ចក់ដុសហើយនឹងស្បែកយើងចាប់ផ្ដើមថ្លាហ្នឹងវាទៅតាមចំនួនខែអាទិត្យដែលខ្ញុំរៀបរាប់មិញហ្នឹងហើយមួយទៀតខ្ញុំឧទាហរណ៍ថាអ្នកខ្លះហេតុអីបានរយៈពេលវាខុសគ្នាឧទាហរណ៍អ្នកខ្លះគាត់ថាអ្នកគ្រូខ្ញុំញ៉ាំតមួយខែខ្ញុំញ៉ាំតែ3អាទិត្យដល់4អាទិត្យទេស្រាប់តែស្បែកខ្ញុំឡើងថ្លាហើយនោះខ្ញុំញ៉ាំ3ខែអត់តាន់ឃើញសូវប្លែកអីវាពាក់ព័ន្ធជាមួយនឹង
មានន័យថាគេថាលក្ខខណ្ឌសុខភាពផ្ទាល់ខ្លួនរបស់គាត់ហើយមួយទៀតខ្ញុំលក្ខខណ្ឌសុខភាពហើយនឹង lifestyle មានន័យថាបែបបទជីវិតគាត់យ៉ាងម៉េចឧទាហរណ៍ថាម្នាក់គាត់healthy ស្រាប់ហើយគាត់គ្រាន់មានអារម្មណ៍ថាអូខ្ញុំចង់ប្រគប់ថែខ្ញុំចង់ maintenance ខ្ញុំចង់ថែទាំឲ្យខ្ញុំហ្នឹងកាន់តែល្អអញ្ចឹងការដែលគាត់ញ៉ាំទៅហ្នឹងឃើញថាបានផលលឿនហេតុអីវាពាក់ព័ន្ធជាមួយនឹងគាត់ហ្នឹងល្អស្រាប់ហើយមួយទៀតហ្នឹងទម្លាប់គាត់ហាត់ប្រាណបានគ្រប់គ្រាន់ញ៉ាំទឹកបានគ្រប់គ្រាន់ទៀងទាត់ហើយមួយទៀតហ្នឹងគាត់គេងបានគ្រប់គ្រាន់ហើយចំណែកអ្នកខ្លះទៀតហ្នឹងឧទាហរណ៍ថាក្នុងខ្លួនគាត់ហ្នឹងមានន័យថាគាត់មានបញ្ហាសុខភាពទូទៅស្រាប់ហើយទី2មានន័យថាបែបបទជីវិតរបស់គាត់ហ្នឹងគាត់ញ៉ាំតផ្អែមប្រៃហើយជាតិប្រូតេអ៊ីនជាតិ collagen ជាតិ vitamin ហ្នឹងអត់ទៅគ្រប់ទេហើយគាត់ពឹងផ្អែកទៅលើ supplement តែមួយហើយមួយទៀតគាត់គេងអត់ឆ្អែតមានន័យថាយើងឥឡូវម៉ោង12ហើយយើងនៅ scroll ទូរស័ព្ទម៉ោង11យើងនៅ scroll ទូរស័ព្ទយើងគេងអត់បានមួយថ្ងៃ7ទៅ8ម៉ោងផងហ្នឹងអញ្ចឹងហើយ depend on អាស្រ័យលើហេតុផលទាំងអស់ហ្នឹងហើយបានលទ្ធផលគាត់ខុសគ្នាអញ្ចឹងមានន័យថាផ្ដោតលើបែបបទជីវិតនឹងប្រចាំថ្ងៃអញ្ចឹងពាក់ព័ន្ធមួយធាតុពិត supplement វាបានផលហើយមានន័យថាវាមានវីតាមីនមាន collagen មានពួក biotin ឬក៏ zinc ចូលទៅក្នុងខ្លួនយើងស្រាប់ហើយប៉ុន្តែក្នុងខ្លួនយើងហ្នឹងយើងត្រូវការរៀបចំជីវិតយើងឲ្យស្រួលពោះខ្ញុំបែងចែកថាសំខាន់3ទី1គឺការហាត់ប្រាណទី2គឺរបបអាហារទី3គឺទម្លាប់គេងហើយបូករួមជាមួយនឹង supplement ដែលយើងជ្រើសរើសពី supplement ដែលមាន brand មាន approval មានការទទួលស្គាល់អីត្រឹមត្រូវចា៎ចំពោះ Sino វិញគិតថាចំពោះសក់ស្បែកកញ្ចក់របស់ Sino ហ្នឹងមិននិយាយថាស្បែកច្រើនជាងគេចាអញ្ចឹងវា Sino សាក់ back គិតទៅវិញណា cap ឡើងវិញដូចពេល Sino back មកជីវិតធម្មតាណា Sino បានហាត់ប្រាណបានញ៉ាំទឹកអីគ្រប់គ្រាន់ហើយ Sino មាន supplement ថែមទៀតឃើញថាសម្រស់យើងដូចរៀងស្អាតរៀងដូចថា fresh ជាងការយើងកំពុងនៅអត់ទាន់មានពេលថែទាំខ្លួនចាខ្ញុំផ្ទាល់ហើយមិនថាពេលដែលខ្ញុំអត់ទាន់ស្គាល់ជាមួយនឹងវីតាមីន Perfect Till ពេលហ្នឹងក៏ខ្ញុំក៏ព្យាយាមហាត់ប្រាណញ៉ាំដែរប៉ុន្តែវាមិនឲ្យថាវាគ្រាន់វានៅតែអត់សំខាន់ខ្ញុំពេលខ្លះខ្ញុំឃើញខ្លួនឯងអត់ស្អាតពេលដែលអត់ make up ខ្ញុំនិយាយតាមតពេលខ្លះយើងមិនតែរំពឹងតែគ្រឿង make up តែមួយយ៉ាងពេលខ្លះយើងនៅផ្ទះពេលខ្លះយើងចង់ចេញទៅក្រៅយើងចង់តែលាប skin care cream តិចតួចឃើញស្អាតដូចគេអញ្ចឹងណាប៉ុន្តែពេលដែលខ្ញុំបានសាក់លបងប្រើជាមួយនឹង Perfect Till នេះចំពោះខ្ញុំអារម្មណ៍ខ្ញុំខ្ញុំឃើញរយៈពេល1ខែចំពោះស្បែកខ្ញុំរៀងស្ងួតហើយខ្ញុំរៀងស្បែកស្អែមចុះមើលទៅវាស្អាតមូលហេតុអីពេលខ្លះពេលដែលខ្ញុំទៅប្រៀបធៀបមួយស្បែកគេមានអ្វីថាខ្ញុំអត់ខ្លាចជាងគេប៉ុន្តែហេតុអីវាដូចអត់ចារៀងស្អាប់វាអត់ចាញ់ចឹងវាមានអ្វីថាដូចអត់ស្អាតហ្មងវាមានអារម្មណ៍ណាស់ចឹងប៉ុន្តែតពីមកក្រោយនេះខ្ញុំចូលកម្មវិធីទៅវាមានអារម្មណ៍ថាយើងខ្មៅមែនតែមានអារម្មណ៍ថាដូចរៀងភ្លឺរៀងស្អាតហើយបើសំខាន់ខ្ញុំទោះបីជាអត់រវល់ជាមួយនឹងពលឺកម្ដៅថ្ងៃប៉ុន្តែខ្ញុំត្រូវភ្លើងចាតែខ្ញុំត្រូវជួបជាមួយនឹងពលឺភ្លើងច្រើនជាងចាប៉ុន្តែពីមកខ្ញុំតែមើលលំឡងកន្លែងហ្នឹងខ្ញុំគិតថា UV តែកាប់ពីតែព្រឺពេលអាទិត្យមិញពាក់ព័ន្ធមួយ Sino និយាយថាអូយរវល់ពេល make up បានស្អាតហើយពេលលុប make up ចាអត់សូវស្អាតអត់ស្រឡាញ់ខ្លួនឯងអញ្ចឹងបើសិនជា Sino គិតថាសម្រាប់ពីខាងក្នុងហ្នឹងស្អាតណាមានន័យថាវាល្អជាងយើង make up ទៀតអញ្ចឹងបើ Sinoត្រឡប់អាចមានឱកាសណាត្រឡប់ទៅក្មេងវិញដូចយើងត្រឡប់ទៅក្មេងវិញយើងនិយាយថាយើងអាចចាប់ផ្ដើមអ្វីមុនគេក្នុងការថែទាំសម្រស់ហើយយើងនឹងធ្វើដូចម្ដេចចាបើខ្ញុំបើសិនជាខ្ញុំត្រឡប់ទៅវ័យក្មេងបានខ្ញុំនឹងប្រើជីវិតប្រចាំថ្ងៃឲ្យគេហៅថាមានរបៀបជាងហ្នឹងហាត់ប្រាណញ៉ាំឲ្យគ្រប់គ្រាន់ញ៉ាំវីតាមីនពេហើយសំខាន់គឺនឹងចូលរើប្រើវីតាមីនឲ្យលឿនជាងហ្នឹងដោយសារតែវាបើសិនជាយើងចាប់ផ្ដើមប្រើពីក្មេងហ្នឹងពេលដែលយើងอยู่ក្មេងហ្នឹងមកដល់ឥឡូវយើងអាចនឹងក្មេងជាងឥឡូវពេលដែលយើងចាស់ហើយទៅប្រើចាអាចនឹងក្មេងជាងហ្នឹងទៀតអញ្ចឹងណាអ្នកគ្រូចាឥឡូវខ្ញុំចង់សួរអ្នកគ្រូថាអ្នកគ្រូមានអីណែនាំបន្ថែមដើម្បីបើសិនជាខ្ញុំនៅពីក្មេងអ្នកគ្រូចង់មានអីណែនាំឲ្យខ្ញុំថែរក្សាសម្រស់សុខភាពខ្លួនឯងពីក្មេងបន្ថែមទៀតនិយាយទៅពាក់ព័ន្ធមកសិនយើងទាំងអស់គ្នាមានឱកាសហើយក៏ដូចជាការចែករំលែកទៅក្មេងៗដែលចាប់ផ្ដើមអីឲ្យលឿនតាំងពីក្មេងហ្នឹងក៏ដូចជា Sino ផងដែរខ្ញុំចង់ពាក់ព័ន្ធជាមួយនឹងថែទាំខ្លួនឲ្យបានល្អដូច Sino និយាយអញ្ចឹងឲ្យល្អត្រឡប់ទៅវិញមានហាត់ប្រាណលាប skin care ឲ្យបានត្រឹមត្រូវគ្រប់គ្រាន់ហើយនឹងផ្ដោតទៅលើមានន័យថាសារធាតុចិញ្ចឹមក្នុងខ្លួនក៏ដូចជាវីតាមីនប្រូតេអ៊ីនហើយនឹងពួក collagen ឬក៏បើយើងមានបែងចែកណាបើសិនជាមានកង្វះអាហារូបត្ថម្ភណាមួយយើងគួរតែអាច add ជាមួយនឹង supplement មួយចំនួនឲ្យទាន់ពេលវេលាហើយបើពាក់ព័ន្ធជាមួយនឹងបើយើងនិយាយពី
ខ្ញុំអត់និយាយអីវីតាមីនវាមានច្រើនមកប៉ុន្តែបើយើងពាក់ព័ន្ធជាមួយនឹងស្បែកសក់កញ្ចក់ហ្នឹងគឺវាមានពពួក biotin ហើយនិងពពួក zinc ជាវីតាមីនដែលស្បែកសក់កញ្ចក់យើងនឹងត្រូវការខ្លាំងជាងគេចំពោះម៉ាក់ប៉ាដែលចង់ឲ្យកូនស្អាតមានន័យថាធម្មតាក្មេងៗអត់សូវបានគិតទេមានន័យថាក្មេងៗអត់សូវបានគិតទេប៉ុន្តែម៉ាក់ប៉ានឹងគិតឲ្យកូនមានន័យថែទាំកូនតាំងពីក្មេងពាក់ព័ន្ធទៅលើ skin care បែបបទជីវិតគាត់ញ៉ាំមិនខ្មិចហើយនឹងអាហារូបត្ថម្ភនិងពពួកវីតាមីនប្រូតេអ៊ីនហើយបើកូនស្រីទៀតចង់ឲ្យគាត់ស្អាតមានន័យថាគាត់ធំទៅមានន័យថែតាំងពីក្មេងដល់ពេលគាត់ធំទៅអាចប្រឡងបកញ្ញាហ្មងនិយាយពីស្បែកសក់កញ្ចក់វិញគឺមានពពួក biotin និងពពួក zinc ហើយមួយទៀតដូចជាខ្ញុំចង់មានសំណួរបន្តិចតួចចង់សួរអ្នកគ្រូដែរដោយសារតែខ្ញុំក៏មាន fan ជាបងប្អូនអញ្ចឹងខ្ញុំចង់សួរថាឥឡូវហ្នឹងពួកគាត់កំពុងតែជួបបញ្ហា stress គិតច្រើនអញ្ចឹងបញ្ហាដែលត្រូវជួបដូចជាសក់អត់រួសរាល់ឬក៏ជ្រុះដូចខ្ញុំផ្ទាល់ខ្ញុំ stress ផងហើយធ្វើការហត់ផងហើយសក់គឺត្រូវជួបគៀបរាល់ថ្ងៃតែខ្ញុំចង់សួរថាអ្នកគ្រូមានវិធីការណែនាំដូចជាការព្យាបាលឬក៏វិធីថែរក្សាបញ្ហារបៀបចាសក់ហ្នឹងមិនដែរអ្នកចា អញ្ចឹងពាក់ព័ន្ធមួយផ្ដោតទៅលើបញ្ហាដែលក្មេងៗគេថាវ័យជំទង់ teenager ហ្នឹងជួបប្រទះហ្នឹងដោយសារគាត់បាក់ទឹកចិត្តគាត់ថប់អារម្មណ៍ហើយរាល់ថ្ងៃហ្នឹងយើងឮពាក្យមួយថា depression ហ្នឹងអញ្ចឹងធម្មតានៅពេលដែលយើងបាក់ទឹកចិត្តថប់អារម្មណ៍ depression ហ្នឹងវាធ្វើឲ្យសរីរាង្គកាយយើងប្រែប្រួលមានន័យថាអរម៉ូនខាងក្នុងយើងហ្នឹងប្រែប្រួលហើយធម្មតានៅពេលកំឡុងពេលដែលគាត់បាក់ទឹកចិត្តថប់អារម្មណ៍នឹងផងដែរសួរថារបបអាហារគាត់ធ្វើត្រឹមត្រូវសួរថាគាត់ចង់ take care ខ្លួនទេហើយពេលហ្នឹងគាត់លែងសូវពិចារណាថាធ្វើអានេះល្អធ្វើអានេះមិនល្អហើយអញ្ចឹងមួយទៀតខ្លួនឯងនៅតែត្រូវទៅចេញទៅក្រៅឥឡូវថ្ងៃនេះយើងចូលចិត្តតែងខ្លួនមាន highlight សក់មានគៀបសក់អញ្ចឹងពាក់ព័ន្ធមួយសុខភាពសក់ហើយស្បែកនេះកាលណាយើងអត់បានថប់អារម្មណ៍អាឡ័យទៅថប់អារម្មណ៍បាក់ទឹកចិត្តឲ្យ take care ខ្លួនឯងអត់បានល្អអញ្ចឹងមូលហេតុទាំងអស់ហ្នឹងហើយដែលធ្វើឲ្យលទ្ធផលមកវិញហ្នឹងយើងអត់ស្អាតពីក្នុងហើយអញ្ចឹងគាត់ទៅក្នុងពេលហ្នឹងគាត់មានបញ្ហាជ្រុះសក់បញ្ហាឡើងមុនស្បែកស្ងួតខ្លាំងហើយកញ្ចក់ហ្នឹងពុកផុយដល់សូវល្អអាហ្នឹងពាក់ព័ន្ធមួយគេថាសម្រស់ខាងក្រៅអញ្ចឹងវិធីដែលយើងអាចដោះស្រាយបានហ្នឹងគឺយើងអាចដោះស្រាយផ្ដើមចេញអំពីមូលហេតុហ្នឹងគឺរួមមានទី1គាត់ថប់អារម្មណ៍បាក់ទឹកចិត្តហ្នឹងដោយសារតែមូលហេតុអីអញ្ចឹងពេលហ្នឹងមានន័យថាក្រុមគ្រួសារមិត្តភ័ក្តិនិងសង្គមគាត់ត្រូវ support គាត់មានន័យថាសម្រួលផ្លូវចិត្តឬក៏អាចដោះស្រាយទៅតាមវិធីណាអញ្ចឹងរឿងមួយទី2ហ្នឹងមានន័យថាគាត់មួយរយៈមកហើយបាក់ទឹកចិត្តមកហើយមួយរយៈហើយអត់បានថែខ្លួនទេអញ្ចឹងបន្ទាប់ពីសម្រួលផ្លូវចិត្តសម្រាប់អារម្មណ៍ដោះស្រាយផ្នែកអារម្មណ៍ហើយ lifestyle នៅតែ lifestyle គាត់ត្រូវតែ back ទៅធ្វើលំហាត់ប្រាណព្រោះលំហាត់ប្រាណហ្នឹងក៏ជួយបន្ថយភាពតានតឹងភាព stress នៃអារម្មណ៍ហ្នឹងក៏ថយចុះដែរហើយរបបអាហារញ៉ាំទឹកបន្លែផ្លែឈើវីតាមីនប្រូតេអ៊ីនត្រូវឲ្យបានគ្រប់គ្រាន់នឹងក្បួនខ្នាតហើយទន្ទឹមនឹងហ្នឹងបើសិនជាគាត់របៀបថាបាក់ទឹកចិត្តខូចអារម្មណ៍មានបញ្ហាធ្ងន់ធ្ងរទៅលើស្បែកសក់កញ្ចក់វាពាក់ព័ន្ធមួយ supplement គាត់អាចជំនួយបានមានន័យថាដោយសារតាមមួយរយៈហើយវារៀងថាខ្លួនយើងរៀងទ្រោមអញ្ចឹងដើម្បីដែលថាដាស់ឲ្យល្អឡើងវិញអាហ្នឹងអាចជំនួយដោយពពួក supplement បានប៉ុន្តែ supplement ហ្នឹងទៀតយើងត្រូវជ្រើសរើសពាក់ព័ន្ធមួយឲ្យបានត្រឹមត្រូវព្រោះ supplement វាមានច្រើននៅក្នុងទីផ្សារអញ្ចឹងវាអាច supplement ខ្លះវាលាយគេថាអរម៉ូនមួយចំនួនហើយអញ្ចឹងយើងត្រូវរើសថាអាហ្នឹងវាទទួលស្គាល់នៅលើទីផ្សារនៅក្នុងស្រុកយើងហើយទទួលស្គាល់ពីអីហើយអាចញ៉ាំបានអត់ហើយមានអាចចេញពីវិជ្ជបណ្ឌិតឬក៏វិជ្ជវិទ្យាណាមួយអញ្ចឹងអាការជ្រើសរើសហ្នឹងសំខាន់ព្រោះកាលណាគាត់ដោះស្រាយអស់ហើយគាត់ញ៉ាំ supplement អត់ត្រូវហ្នឹងក៏វាអាចមានបញ្ហាទៅក្នុងខ្លួនគាត់វិញចាជាធម្មតាពាក់ព័ន្ធមួយសក់កញ្ចក់ស្បែកហ្នឹងមានន័យថាពពួកវីតាមីនអីដែលល្អចំពោះស្បែកហ្នឹងវាមានពពួក biotin និងពពួក zinc អញ្ចឹងមកខ្ញុំប្រើ perfect tail ទៅឃើញ flight ដោយសារតែក្នុង perfect tail មានរូបមន្តពេលហ្នឹងអញ្ចឹងបានធ្វើខ្ញុំឃើញពីការផ្លាស់ប្ដូរពីខ្លួនឯងដូចជាសក់កញ្ចក់ដោយសារតែពេលដែលចប់ការប្រឡងហើយខ្ញុំក៏នៅមើលញឹកធ្វើសក់ធ្វើកញ្ចក់រាល់ថ្ងៃប៉ុន្តែកញ្ចក់ខ្ញុំក៏ត្រូវលាបចេះរាល់ថ្ងៃអញ្ចឹងវាមកថាស្បែកកញ្ចក់ហ្នឹងអត់សូវខូចចាហើយសក់កូនសក់យើងរៀងដោះមកវិញព្រោះពីមុនខ្ញុំហត់គេគ្រប់គ្រាន់ហើយដែរខ្ញុំជួបបញ្ហាច្រើនជាងគេគឺកូនសក់កន្លែងវាដកអញ្ចឹងវាធ្វើខ្ញុំរៀងទៅបីប៉ុន្តែឥឡូវនេះកូនសក់ខ្ញុំរៀងដោះវិញហើយវាសំខាន់ដូចកញ្ចក់ខ្ញុំត្រូវលាបជែលហើយវាងាយបាក់
វាងាយបាក់ឲ្យស្ដាងប៉ុន្តែ perfect ទៀតទៅអានេះនិយាយពីអារម្មណ៍ខ្ញុំប្រើទៅផ្លាយចឹងអ្នកគ្រូរៀងដោះឲ្យរៀងឯងមិនថារៀងរឹងមាំជាងមុនអញ្ចឹងណាចាទុកបានវែងជាងមុនពីមុនកាន់មកតិចតួចបាក់គៀនអស់ហើយចាអ្នកគ្រូអញ្ចឹងអ្នកគ្រូមានពាក្យពេចន៍អីចង់ណែនាំទៅកាន់ fan ដែលតាមដានអ្នកគ្រូផ្ទាល់ ចាចំពោះបងប្អូនទាំងអស់គ្នាក៏ដូចជា fan នាងខ្ញុំផ្ទាល់ខ្ញុំមាន tip 3សំខាន់ទី1ផ្ដោតទៅលើរបបអាហារមានន័យថាសារធាតុចិញ្ចឹមគ្រប់គ្រាន់ទី2នោះគឺបែបបទ lifestyle ជីវិតហាត់ប្រាណញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ទី3នោះកុំភ្លេចគេងឲ្យបានគ្រប់គ្រាន់ ចាក៏សូមអរគុណទៅដល់អ្នកគ្រូអតីហើយក៏វីដេអូយើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណនិងសូមជម្រាបលា